បងប្អូនលោកអ៊ំខៀវតេងគឺជាមេឃុំនៅក្នុងឃុំតាកែនេះហើយគាត់បានកាន់តំណែងជាមេឃុំនេះអស់រយៈពេល2អាណត្តិមកហើយលោកអ៊ំបានប្រាប់ខ្ញុំថាឃុំនេះគឺជាឃុំកូនពៅនៅក្នុងខេត្តដែលត្រូវបានបង្កើតឡើងក្រោយគេបំផុតអញ្ចឹងការអភិវឌ្ឍក៏នៅមានកម្រិតដែរក៏ប៉ុន្តែលោកអ៊ំទទួលស្គាល់ថាការអប់រំនៅក្នុងឃុំរបស់គាត់គឺល្អប្រសើរណាស់ពីមុនមកអត់ទេកន្លែងខ្ញុំអត់មានទាន់មានសាលារៀនអីអវិជ្ជាទាំងអស់ទេតែមកឡូវនេះដំណើរការរាជរដ្ឋាភិបាលបានជួយទំនុកទម្រង់ដល់ឃុំរបស់ខ្ញុំដែលជាហៅថាឃុំកូនពៅបានជួយនឹងមានសាលារៀនមានទីពេទ្យមានសាលាឃុំបាទមានផ្លូវថ្នល់ស្អាតមានផ្លូវស្អាតចឹងហើយសំណុំពោលថាចក្ខុវិស័យរបស់ខ្ញុំចង់ឲ្យមានច្រើនជាងនឹងទៀតកូនសិស្សនៅក្នុងឃុំរបស់ខ្ញុំហ្នឹងគឺបានរៀនចូលរៀនគ្រប់គ្នាហើយចឹងបានន័យថាវិទ្យាល័យមាននៅត្រពាំង3មានអនុវិទ្យាល័យមានទន្ទឹមហ្នឹងមានសាលាបឋមនិងមត្តេយ្យបាទមត្តេយ្យមានទាំងអស់ក្នុងឃុំរបស់ខ្ញុំ